បបរមីឡាជាមួយនឹងសាច់ជ្រូកក៏រត់ហើយនឹងពោតបារាំងមនុយនេះសម្រាប់អូនគាត់ក្តៀននេះយើងធ្វើឲ្យគាត់ញ៉ាំគឺល្អមែនតើអញ្ចឹងដំបូងឡើយខ្ញុំយកសាច់ជ្រូកនេះទៅសោះឲ្យកុំភ្លេចប្រើខ្លាញ់ជ្រូកផងដើម្បីឲ្យក្នុងបបរយើងមានជាតិខ្លាញ់អូនក៏ជូរមកស្រួលបើសិនជាអត់មានប្រេងអូលីវម៉ាអាចប្រើជាខ្លាញ់ជ្រូកឬខ្លាញ់មាន់ជំនួសបានដោយសារតែយើងទុកចិត្ត 100% ហ្មងថាវាជាខ្លាញ់ធម្មជាតិដោយសារតែនៅក្នុងបបរយើងគួរតែមានរបៀបជាខ្លាញ់បែបហ្នឹងដើម្បីឲ្យអូនគាត់ញ៉ាំមកឲ្យគាត់បាត់ជើងស្រួលកុំឲ្យគាត់ក្តៀនណាហើយមនុយនេះល្អខ្លាំងមែនតើមានអត្ថប្រយោជន៍ច្រើនហើយគាត់ញ៉ាំទៅអត់ក្តៀនទៀតហើយម៉ាក់ឃើញរបៀបប្រេងឥឡូវបែបហ្នឹងមិនបាច់ភ័យទេព្រោះអាហ្នឹងវាជាប្រេងដែលយើងឆាជាងវាប្រេងអូលីវហើយអត់មានអីប៉ះពាល់ដល់អូនទេដោយសារតែរបស់ដែលយើងយកមកប្រើយើងទុកចិត្ត100% ហ្មងអានេះជាអង្គមីឡាត់ដែលខ្ញុំយកទៅចំហុយឲ្យម៉ាសាហើយខ្ញុំយកវាមកធ្វើបែបនេះបន្ទាប់មកយើងដាក់ជាមួយនឹងទឹកស៊ុបថ្លា2ដុំចូលអត់មានទឹកស៊ុបថ្លាមិនបាច់ដាក់ក៏បានដែរហើយខ្ញុំដាក់ម្សៅថៃល្អិតចូលមកដល់ព្រាដូចគ្នាតែពេលអត់បានថតទេហើយនេះជាល្បាយដែលធ្វើឲ្យនិយាយទៅមនុយនេះគឺឈ្ងុយខ្លាំងមែនតើនៅពេលដែលខ្ញុំធ្វើឲ្យអូនណាខ្ញុំលួចញ៉ាំអស់2លាព្រាយើងយកវាមកកិនបែបនេះហើយពេលកិនណាបើសិនជាអាចមានពេលយើងទុកបបរហ្នឹងឲ្យវាត្រជាក់សិនទៅចាំយកមកកិនព្រោះក្នុងករណីបើយើងកិនទាំងបបរនៅក្តៅវាអាចឆាប់ខូចម៉ាស៊ីនកុំភ្លេចអាសាដូររបៀបចម្អិនផងម៉ាកូនធ្វើរបៀបបង្ងាស់បបរដដែលពេកគាត់អាចនឹងឆាប់ធុញហើយមនុយ6ខែម៉ាក់បាច់តន់ប្រើជាបន្លែឬសាច់ច្រើនពេកក្នុងមនុយតែមួយឯងយើងអាចប្រើបន្លែមួយមុខសាច់មួយមុខហើយយើងឲ្យគាត់ញ៉ាំរយៈពេល2ទៅ3ថ្ងៃសម្គាល់មើលសិនថាគាត់តលាក់ស៊ីជាមួយសាច់បន្លែនឹងអត់អញ្ចឹងបើសិនជាគាត់អត់តលាក់ស៊ីចាំពេលដែលយើងធ្វើមនុយថ្មីយើងអាចដាក់ថែមថយវាតាមក្រោយបានអញ្ចឹងណាហើយកាលណាដែលយើងដាក់បន្លែឬសាច់ច្រើនពេកក្នុងមនុយតែមួយអូនគាត់អាចឆាប់តលាន់អញ្ចឹងគាត់ញ៉ាំបបរបានយូរឯង